អូខេសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនឹងនាំអ្នកគ្នាទៅទស្សនាជាមួយនឹងសកម្មភាពដែលខ្ញុំនឹងជ្រើសរើសជាមួយនឹងបងប្អូនអ្នកភូមិរបស់ខ្ញុំអ្នកគ្នាថ្ងៃនេះមុននឹងចូលទៅដល់សាច់រឿងវែងអ្នកគ្នាកុំភ្លេចជួយ follow ហើយដូចជា subscribe YouTube Facebook របស់ខ្ញុំផងដែរផ្ដាំសេចក្តីរបស់យើងគឺឃើញមុខខ្ញុំតែម្ដងអ្នកគ្នាហើយនេះជាក្រុមការងារដែលនឹងត្រូវធ្វើការនៅថ្ងៃនេះអ្នកគ្នាអញ្ចឹងនៅក្នុងជាការនេះគឺជាការបងប្រុសរបស់បងថ្លៃច្រឡំបងប្រុសហើយមានមនុស្សច្រើនមែនតើអ្នកគ្នាហើយនឹងជាថ្ងៃដំបូងដែលខ្ញុំបើកឆាកអ្នកគ្នាហើយថ្ងៃទី2ដែលខ្ញុំបើកឆាកមកវេដៃគាត់អ្នកគ្នាហើយអញ្ចឹងគឺមនុស្សច្រើនយកតែមែនតើអ្នកគ្នាមានទាំងអ្នកមកពីពេញនេះអូខេអ្នកគ្នានិយាយលេងទេហើយឥឡូវនេះគឺថាសកម្មភាពនៅថ្ងៃនេះគឺច្រើនមែនតើមនុស្សគឺ62នាក់អ្នកគ្នាគឺច្រើនខ្ញុំរាប់ផ្ទាល់អ្នកគ្នាបើសិនជាខុសអីជួយ comment នៅខាងក្រោមផងគ្នាយើងអ្នកគ្នាអូខេវីដេអូនេះមានអារម្មណ៍វែងមែនតើអ្នកគ្នាប៉ុន្តែមិនអីទេទស្សនាជាមួយនឹងសកម្មភាពប្លែកៗអ្នកគ្នានេះគឺជាដំបូងឡើយគឺយើងច្រូតសិនអ្នកគ្នាឥឡូវនេះជាប្អូនហើយនេះពូហើយមួយទៀតនេះប្អូនពុកម៉ាក់អីចឹងណាហើយនេះបងថ្លៃរបស់ខ្ញុំអ្នកគ្នាហើយនេះដល់សកម្មភាពដែលយើងត្រូវជញ្ជូនស្រូវអ្នកគ្នាហើយជញ្ជូននឹងគឺជញ្ជូនមិនចេះតិចទេអ្នកគ្នាហើយអ្នកភូមិរបស់ខ្ញុំធម្មតាគឺគេធ្វើបែបនេះអត់ទាន់មានម៉ាស៊ីនក៏យន្តស្អីមកច្រូតនោះឡើយអ្នកគ្នាដោយសារតែនៅឆ្ការមួយគឺនៅតែមានក៏យន្តឬក៏ម៉ាស៊ីនច្រូតអីគេហ្នឹងគឺចូលអត់ការទេគឺវាផុងជ្រៅអ្នកគ្នាវាខ្លះច្របវាជ្រៅអញ្ចឹងណាហើយដូចអ្នកគ្នាបានឃើញនេះគេលីអញ្ចឹងអ្នកគ្នាគឺគេលីអញ្ចឹងនឹងគេលីស្រូវគេជូនអញ្ចឹងអ្នកគ្នាអញ្ចឹងតម្រុំតបានស្រូវមួយគឺវាបាក់មែនតើអញ្ចឹងនៅស្រុកខ្ញុំគឺពេលខ្លះគឺគេធ្វើគ្រាន់មហូបទេគេអត់បានធ្វើសម្រាប់លក់អីជាលក្ខណៈអាជីវកម្មនោះទេគេគ្រាន់តែធ្វើវេដៃគ្នាអញ្ចឹងអ្នកគ្នាអត់ទាន់ជាអាជីវកម្មបែបលក់ស្រូវទេបើថាដលងចន្ទីអាហ្នឹងគេលក់ធម្មតាទេអ្នកគ្នាហើយមានសណ្ដែកអាហ្នឹងបែបជាអាជីវកម្មតែស្រូវអត់ទាន់ទេអញ្ចឹងណាមុខរបរគេគ្រាន់តែធ្វើដើម្បីគ្រួសារគេមករស់ទេអូខេនឹងហើយអ្នកគ្នាទៀតយើងនឹងទស្សនាជាមួយនឹងសកម្មភាពបុកហើយនឹងកិនអ្នកកិនគឺយើងយកម៉ាស៊ីនបែបផ្សេងប្រហែលជាមានបងប្អូនកន្លែងខ្លះគឺអត់ទាន់ដឹងថាគេកិនគេធ្វើស្រូវតម្រុំបានស្រូវតម្រុំបានកតម្រុំបានបាយនឹងគេធ្វើយ៉ាងម៉េចអ្នកគ្នាអញ្ចឹងអ្នកអត់ទាន់ចែក comment នៅខាងក្រោមនេះជាបាច់ដែលខ្ញុំត្រូវលីអ្នកគ្នាហើយធំគួរសមដែរហើយអញ្ចឹងធម្មតាប្រុសកម្លាំងខ្លាំងគឺធំមែនតើអ្នកគ្នាដូចអ្នកគ្នាមិនឃើញអញ្ចឹងណាអូខេអញ្ចឹងហើយអ្នកគ្នាខ្ញុំមកសួរអារម្មណ៍ទី3អញ្ចឹងទី3ខ្លាំងខ្លាអត់ដែររ៉អូរ៉លើណារ៉លើណាទីរំអុចរកោអុយណាហូបមេដោយអ្នកគ្នាបានឃើញហើយនឹងអារម្មណ៍ពួកគេដែលពេលដែលខ្ញុំសួរអ្នកគ្នាអញ្ចឹងអ្នកគ្នាពេលខ្លះអារម្មណ៍គឺសប្បាយរីករាយអ្នកគ្នាដែលសារតែធ្វើការបែបលក្ខណៈច្រើនទីអារម្មណ៍នេះចុះហ៎ទីអារម្មណ៍ត្រង់កាប់អំពីនឹងនៅគ្នានៅពេលដែលខ្ញុំសួរពេលខ្លះជាភាសាតំពួនអ្នកគ្នាហើយចឹងពួកគាត់ថាសប្បាយពេលខ្លះក៏ធ្ងន់ពេលខ្លះក៏ហត់ប៉ុន្តែពួកគាត់សប្បាយរីករាយអ្នកគ្នាដូចអ្នកគ្នាបានលឺអំបញ្ញមិញនេះហើយនេះគឺជាមេធំនេះមេធំយើងណាបងខ្ញុំអ្នកគ្នាអូខេហើយនេះគឺគេមកហើយអ្នកគ្នាអញ្ចឹងយើងមកកិនស្រូវទាំងអស់គ្នាដោយអ្នកគ្នាបានលើគាត់និយាយថាស្រូវនឹងគឺបាន 30B អញ្ចឹងអ្នកគ្នាហើយអញ្ចឹងអ្នកគ្នាអាចតាមដានចុងក្រោយតើវាបានប្រមាណ B យើងអាចតាមដានដល់គ្នាអញ្ចឹងនេះជាសកម្មភាពដែលគេនឹងប្រមូលគេនឹងបោកអ្នកគ្នាបោកស្រូវវាយស្រូវអញ្ចឹងភាសាខ្ញុំគេហៅវាយស្រូវអញ្ចឹងណាហើយមុននឹងវាយនឹងគឺមានមនុស្សច្រើនក្នុងការបោះញាត់អីអញ្ចឹងមានអ្នកញាត់មានអ្នកបោះមានអ្នកត្រង់ពូជស្រូវអញ្ចឹងអ្នកគ្នាដោយអ្នកគ្នាបានឃើញហើយមានតែ2ខែដែរមួយខែប្រហែលជាអត់ទាន់កន្លែងគេ45សេនតែកន្លែងរណគិរីគឺគេធ្វើបែបនេះអ្នកគ្នាអញ្ចឹងទស្សនាសកម្មភាពគឺសប្បាយមែនតើហើយទាំងទេសភាពទៀតខ្យល់ត្រជាក់សប្បាយអ្នកគ្នាយេមែនពួកគាត់ថាអត់ហត់ទេអ្នកគ្នានៅពេលដែលយើងសួរពីអារម្មណ៍ពួកគាត់គាត់ថាម្នាក់គឺអត់ហត់ទេដោយសារតែធ្វើការលក្ខគ្នាច្រើនអញ្ចឹងម្នាក់មកដៃមកជើងហើយអ្នកគ្នាជាការខ្លះគឺហត់ប៉ុន្តែដោយអ្នកគ្នាបានឃើញខ្ញុំផុសតែសកម្មភាពឆ្នាំនេះគឺអ្នកដែលធ្វើស្រែដូចជាខ្ញុំនេះកូនអ្នកកសិករគឺខ្ញុំតំណាងកផុសដែរអ្នកគ្នាអញ្ចឹងដោយអ្នកគ្នាបានឃើញមករៀននេះគឺខ្ញុំធ្វើតាមពីការធ្វើស្រែទេអ្នកគ្នាហើយពេលខ្លះឆ្នាំក្រោយប្រហែលជាដូរមុខរបរអ្នកគ្នាអត់ធ្វើស្រែទៀតទេតែធ្វើលក្ខណៈទូចហើយនេះប្អូនស្រីរបស់ខ្ញុំគាត់អ្នកត្រង់ពូជស្រូវអ្នកគ្នាអញ្ចឹងគឺ
chẳng mấy ai nào cái đây nào cái bạn khơi mà sơ đồ đây nào cái miền bằng bộ đường chui ra về làm men tham học sầm nhẹ nâng trôi thì học sầm nhẹ thì cứ kể bài trai để tha làm bảy viên này chẳng hạn nào cái để tham đọc nhẹ làm mặt chơi đọc nhẹ làm mặt chơi này chẳng hạn nào bàn mà nhẹ pram a mà ven bàn pram b đọc b tam câyកំណត់ខ្លួនឯងចឹងណាគ្នាហើយចឹងអូខេអ្នកគ្នាវីដេអូនេះបើសិនជាខ្ញុំនិយាយកន្លែងណាខុសឆ្គងហើយឬក៏ជ្រុលលើលុះហើយអ្នកគ្នាកុំប្រកែកប្រកាន់ហើយក៏សូមអធិស្ឋានវីដេអូនេះដោយសារជាទម្លាប់របស់ខ្ញុំតែតែចូលសលេងហើយពេលខ្លះគឺអត់ដូចចិត្តដែលបងប្អូនចង់បានហើយប៉ុន្តែក៏អរគុណបងប្អូនដល់គ្នាដែលតែគ្រប់ត្រូលពីដើមកន្លងមកអ្នកគ្នាហើយយ៉ាងណាអ្នកគ្នាខ្លះគឺពួកគាត់ព្យាយាមជួយ subscribe ដូចជា follow ហើយតែខ្ញុំពេលខ្លះខ្ញុំនិយាយអំពី challenge របស់អ្នកគ្នាអ្នកណាដែលត្រូវការលេង challenge អីហ្នឹងក៏លេងបានដោយថាខ្ញុំបាន 10k follow ក្នុងឆ្នាំនេះខ្ញុំនឹងឲ្យទូរស័ព្ទមួយគ្រឿងហើយចាប់រង្វាន់ដោយអ្នកគ្នាពេលខ្លះយើងចាប់រង្វាន់ស្រួលទេអ្នកគ្នាហើយគាត់តែយើង print ចេញអ្នក follow ហ្នឹងទៅចាប់បានហើយអ្នកគ្នាហើយនឹងឲ្យអ្នកគ្នាឲ្យចង់ប្រាប់អ្នកគ្នាថាស្រូវនេះនៅពេលដែលកិនទាំងអស់ហើយគឺបានចំនួន38អ្នកគ្នាហើយគឺអត់ទាន់ហើយមកជាការទេគឺបានតែពាក់កដាជាការទេហើយនឹងការដឹកជញ្ជូនគឺដឹកមួយគឺយន្តក្លេថងហើយស្រុកយើងហៅក្លេថងអ្នកគ្នាហើយនឹងហើយនេះជាអ្នកក្រុមការងារដែលត្រូវដឹកអ្នកគ្នាហើយអូខេអ្នកគ្នាខ្ញុំមានប៉ុណ្ណឹងទេវីដេអូខ្ញុំជាចុងក្រោយសូមអរគុណសម្រាប់ការតាមដានពីដើមដល់ចប់សូមជូនពរអ្នកគ្នាជួបតែសំណាងល្អគ្រប់ទីកន្លែងបាយបាយជួបគ្នាវីដេអូក្រោយមួយទេ哇